ជំរាបសួរពុកម៉ែបងប្អូនទាំងអស់ថ្ងៃនេះខ្ញុំមានចំណេះដឹងមួយពាក់ព័ន្ធទៅនឹងការបង្កើតចំណូលបន្ថែមសម្រាប់ពុកម៉ែបងប្អូនដែលគាត់មិនសូវមានពេលទំនេរឬក៏គាត់ធ្វើការងារនៅឆ្ងាយពីទីកន្លែងកំណើតដែលពិបាកនឹងធ្វើកិច្ចការទាំងនេះចុះបងប្អូនអាចទស្សនាវីដេអូនេះហើយយកគំនិតរបស់ខ្ញុំដើម្បីទៅសិក្សាស្វែងយល់បន្ថែមដើម្បីបង្កើតប្រាក់ចំណូលជាដំបូងបងប្អូនត្រូវសន្សំលុយដែលបងប្អូនទទួលបានពីប្រាក់ខែប្រចាំខែសន្សំបន្តិចម្ដងហើយបងប្អូនត្រូវរកដៃគូសហការដែលជាញាតិមិត្តរបស់យើងឬក៏មិត្តភ័ក្តិរបស់យើងអាចជាប្អូនជាបងជាពូជាអ៊ំឬក៏ឪពុកម្ដាយរបស់យើងដើម្បីឲ្យគាត់ធ្វើកិច្ចការងារទាំងនេះហើយបងប្អូនជាអ្នកផ្ដល់ដើមទុនទៅឲ្យពួកគាត់ចំពោះផលចំណេញបងប្អូនអាចចែកគ្នាស្មើឬក៏ចែកទៅតាមភាគរយដែលបងប្អូនបានព្រមព្រៀងគ្នាចំពោះការបង្កើតចំណូលបន្ថែមខ្ញុំមានពីរចំណុចទី1ពាក់ព័ន្ធនឹងការចិញ្ចឹមសត្វហើយទី2ពាក់ព័ន្ធទៅនឹងការធ្វើចម្ការអញ្ចឹងខ្ញុំសូមនិយាយអំពីការចិញ្ចឹមសត្វមុនអញ្ចឹងពុកម៉ែបងប្អូនអាចឲ្យពួកគាត់ចិញ្ចឹមសត្វមានដូចជាសត្វគោឬក៏ជ្រូកមាន់ទាជាដើមប៉ុន្តែបងប្អូនត្រូវគិតទៅដល់សត្វដែលងាយស្រួលក្នុងការចិញ្ចឹមអញ្ចឹងសត្វណាក៏វាពិបាកចិញ្ចឹមដែរតែបងប្អូនចិញ្ចឹមសត្វដែលងាយស្រួលក្នុងការផ្សំចំណីឲ្យអស់ថ្លៃដើមទាបនោះទៅយើងងាយនឹងរកប្រាក់ចំណេញអញ្ចឹងបងប្អូនអាចចិញ្ចឹមគោប៉ុន្តែបងប្អូនត្រូវចិញ្ចឹមមេគោហើយនឹងជ្រូកក៏បងប្អូនត្រូវចិញ្ចឹមមេជ្រូកដែរហើយចំណីគោជ្រូកយើងអាចងាយស្រួលរកដោយសារគោយើងអាចរកពេលជ្រូកយើងអាចប្រមូលចំបើងទុកហើយជ្រូកយើងអាចមានដើមចេកឬមួយក៏ត្រកួនលាយជាមួយកន្ទក់អីយើងអាចឲ្យវាស៊ីបានដោយយើងមិនអស់ថ្លៃការចំណាយទៅលើចំណីហើយមួយទៀតពាក់ព័ន្ធទៅនឹងការធ្វើចម្ការអញ្ចឹងបងប្អូនអាចសន្សំលុយបានបងប្អូនអាចទិញចម្ការដែលគេលក់ថោកឬមួយក៏បងប្អូនទិញដីហើយយើងនឹងដាំដំណាំខ្លួនឯងអញ្ចឹងបងប្អូនអាចដាំដូចជាដំណាំដូងតារ៉េនឬមួយក៏ស្វាយចន្ទីប៉ុន្តែយើងមើលទៅលើប្រភេទដីដែលបងប្អូនទិញបើដីល្អបងប្អូនអាចដាំតារ៉េនឬក៏ដូងប៉ុន្តែបើដីបងប្អូនមិនសូវល្អទេបងប្អូនអាចដាំទៅលើស្វាយចន្ទីបានបងប្អូនដាំដំណាំទៅយើងអាច3ទៅ5ឆ្នាំយើងអាចប្រមូលផលបានជាដំបូងយើងមិនឃើញថាវាមានចំណូលទេប៉ុន្តែដល់ចាប់ដើមដល់ឆ្នាំយើងប្រមូលផលយើងអាចឃើញចំណូលវាហើយប៉ុន្តែគ្រាន់តែថាវាយូរយើងរំពឹងយូរអត់ដូចយើងចិញ្ចឹមសត្វទេបើយើងចិញ្ចឹមសត្វយើងមួយឆ្នាំយើងអាចឃើញលទ្ធផលប្រាក់ចំណូលដែលយើងទទួលបានមកវិញហើយការធ្វើចម្ការយើងប្រើពេលវេលាយូរហើយយើងអាចប្រើកម្លាំងពលកម្មឬក៏ចំណាយពេលថែទាំច្រើនអញ្ចឹងពឹងផ្អែកទៅលើដៃគូសហការរបស់យើងដែលជាសាច់ញាតិឬក៏ពុកម្ដាយរបស់យើងតើគាត់មានភាពអត់ធ្មត់ក្នុងការធ្វើការងារទាំងនេះឲ្យបានដល់គោលដៅហ្នឹងកម្រិតណាអញ្ចឹងលុះត្រាតែយើងបើយើងឲ្យគាត់ធ្វើចការលុះត្រាតែយើងជួយជំរុញគាត់អាសាលើកទឹកចិត្តគាត់ព្រោះវាកម្រនឹងទទួលបានផលមកវិញវាប្រើរយៈពេលយូរខ្លាចគាត់បាក់ទឹកចិត្តតែចំពោះការចិញ្ចឹមសត្វវិញគឺលឿនអាច1ឆ្នាំឬក៏2ឆ្នាំយើងនឹងបានលទ្ធផលមកវិញអញ្ចឹងនេះជាការដែលយើងទទួលបានចំណូលតែមិនថាបងប្អូន
សម្រេចចិត្តថាចិញ្ចឹមសត្វឬមួយក៏ធ្វើចំការទេ គឺបងប្អូនត្រូវតែគិតទៅលើវត្ថុធាតុដើមដែលយើងដាក់ចូល បើបងប្អូនចង់ចិញ្ចឹមសត្វបងប្អូនត្រូវគិតទៅលើរឿងការផ្សំចំណី តែបើបងប្អូនចង់ធ្វើចំការបងប្អូនគិតទៅលើការប្រើប្រាស់ជីហើយនិងថ្នាំ មិនថាបងប្អូនជ្រើសរើសយកមួយណាទេប៉ុន្តែបងប្អូនត្រូវគិតទៅលើរឿងការកាត់បន្ថយថ្លៃដើមជាមុនសិន ដោយបងប្អូនផលិតចំណីដោយខ្លួនឯងនិងការប្រើប្រាស់ជីដែលផលិតដោយខ្លួនឯងនោះទើបយើងធ្វើវិស័យកសិកម្មបានចំណេញ